ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាកន្ធីទី4បទល្មើសប្រឆាំងនឹងជាតិមាតិកាទី4ការប៉ះពាល់ដល់ទំនុកចិត្តសាធារណៈផ្នែកទី2រូបិយវត្ថុនិងរូបិយប័ណ្ណក្លែងក្លាយមាត្រា645បទក្លែងបន្លំរូបិយវត្ថុដែលមានតម្លៃនិស្សានុគោលការក្លែងបន្លំក្រដាសប្រាក់ឬក្រដាសដែលជារូបិយវត្ថុមានតម្លៃនិស្សានុគោលនៅព្រះរាជាណាចក្រកម្ពុជាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី15ឆ្នាំទៅ30ឆ្នាំឬអស់មួយជីវិតមាត្រា646បទក្លែងបន្លំរូបិយប័ណ្ណដែលមានតម្លៃនិស្សានុគោលការក្លែងបន្លំរូបិយប័ណ្ណដែលមានតម្លៃនិស្សានុគោលដែលបោះពុម្ពផ្សាយដោយស្ថាប័នបរទេសឬអន្តរជាតិដែលមាននីតិសម្បទាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី10ឆ្នាំទៅ20ឆ្នាំមាត្រា647បទដាក់ឲ្យធ្វើចរាចរណ៍រូបិយវត្ថុនិងរូបិយប័ណ្ណក្លែងការដាក់ឲ្យធ្វើចរាចរណ៍រូបិយវត្ថុឬរូបិយប័ណ្ណក្លែងដែលមានចែងក្នុងមាត្រា645បទក្លែងបន្លំរូបិយវត្ថុដែលមានតម្លៃនិស្សានុគោលនិងមាត្រា646បទក្លែងបន្លំរូបិយប័ណ្ណដែលមានតម្លៃនិស្សានុគោលនៃក្រមនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី10ឆ្នាំទៅ20ឆ្នាំកាលបើបទល្មើសនេះបានប្រព្រឹត្តជាក្រុមមានការចាត់តាំងមាត្រា648បទសន្និធិរូបិយវត្ថុនិងរូបិយប័ណ្ណក្លែងអំពើដឹកជញ្ជូនឬសន្និធិរូបិយវត្ថុឬរូបិយប័ណ្ណក្លែងដែលមានចែងក្នុងមាត្រា645បទក្លែងបន្លំរូបិយវត្ថុដែលមានតម្លៃនិស្សានុគោលនិងមាត្រា646បទក្លែងបន្លំរូបិយប័ណ្ណដែលមានតម្លៃនិស្សានុគោលនៃក្របនេះដើម្បីយកទៅដាក់ឲ្យធ្វើចរាចរណ៍ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី10ឆ្នាំទៅ20ឆ្នាំកាលបើបទល្មើសនេះត្រូវបានប្រព្រឹត្តជាក្រុមមានការចាត់តាំងមាត្រា649បទក្លែងបន្លំរូបិយវត្ថុនិងរូបិយប័ណ្ណដែលអស់តម្លៃនិស្សានុគោលការក្លែងបន្លំរូបិយវត្ថុឬរូបិយប័ណ្ណដែលអស់តម្លៃនិស្សានុគោលនោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលទៅ6លានរៀលមាត្រា650បទកាន់កាប់ដោយខុសច្បាប់នៅសម្ភារៈផលិតរូបិយវត្ថុនិងរូបិយប័ណ្ណការកាន់កាប់ដោយគ្មានការអនុញ្ញាតនៅឧបករណ៍និងសម្ភារៈដែលជាពិសេសសម្រាប់ធ្វើរូបិយវត្ថុឬរូបិយប័ណ្ណត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំមាត្រា651បទដាក់ឲ្យធ្វើចរាចរណ៍ជាថ្មីនៅរូបិយវត្ថុនិងរូបិយប័ណ្ណក្លែងអំពើរបស់បុគ្គលណាដែលបានទទួលរូបិយវត្ថុឬរូបិយប័ណ្ណក្លែងដែលមានចែងក្នុងមាត្រា645បទក្លែងបន្លំរូបិយវត្ថុដែលមានតម្លៃនិស្សានុគោលនិងមាត្រា646បទក្លែងបន្លំរូបិយប័ណ្ណដែលមានតម្លៃនិស្សានុគោលនៃក្រមនេះដោយគិតថាជារូបិយវត្ថុឬរូបិយប័ណ្ណពិតហើយយកទៅដាក់ឲ្យធ្វើចរាចរណ៍ជាថ្មីក្រោយពីបានដឹងថាជារបស់ក្លែងនោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ថ្ងៃទៅ6ថ្ងៃនិងពិន័យជាប្រាក់ពី100,000រៀលទៅ10លានរៀលមាត្រា652ការលើកលែងឲ្យរួចផុតពីទោស
បុគ្គលណាដែលបានប៉ុនប៉ងប្រព្រឹត្តបទល្មើសណាមួយក្នុងចំណោមបទល្មើសដែលមានចែងក្នុងផ្នែកនេះនឹងត្រូវបានលើកលែងឲ្យរួចផុតពីទោសប្រសិនបើបុគ្គលនោះបានធ្វើឲ្យបទល្មើសនោះមិនបានសម្រេចនិងនាំឲ្យដឹងពីអត្តសញ្ញាណជាយថាហេតុរបស់ជនល្មើសផ្សេងទៀតដោយបានឲ្យដំណឹងដល់អាជ្ញាធររដ្ឋបាលឬតុលាការមាត្រា553ទោសបន្ថែមប្រភេទនិងរយៈពេលចំពោះបទល្មើសដែលមានចែងក្នុងផ្នែកនេះទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស 1. ការដកសិទ្ធិខ្លះជាពលរដ្ឋជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 2. ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈការបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 3. ការហាមឃាត់ចំពោះការស្នាក់នៅសម្រាប់រយៈពេល10ឆ្នាំយ៉ាងច្រើនចំពោះបទឧក្រិដ្ឋឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនចំពោះបទមជ្ឈិម 4. ការរឹបអូសឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅប្រព្រឹត្តបទល្មើស 5. ការរឹបអូសវត្ថុឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើស 6. ការរឹបអូសផលទុនឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស 7. ការរឹបអូសយានជំនិះរបស់ទណ្ឌិតមួយគ្រឿងឬច្រើនគ្រឿង 8. ការហាមឃាត់ចំពោះការកាន់កាប់ឬការយកតាមខ្លួននូវអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 9. ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល2ខែយ៉ាងច្រើន 10. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន 11. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់រយៈពេល8ថ្ងៃយ៉ាងច្រើន